សិលខួរនេះខ្ញុំស៊ូលីណាសូមមកធ្វើការឆ្លុះបញ្ចាំងពាក់ព័ន្ធជាមួយនឹងមេរៀននៅក្នុងសប្តាហ៍ទី10ដែលយើងនិយាយអំពីការវិតម្លៃផលបត្តិចឹងពាក់ព័ន្ធជាមួយនឹងមេរៀននៅក្នុងសប្តាហ៍ទី10នេះយើងនេះដែរក៏វាមិនខុសពីមេរៀនសប្តាហ៍ទី9ដែរពាក់ព័ន្ធជាមួយនឹងការវិតម្លៃផលបត្តិនេះយើងមានវត្ថុអំណងហើយនឹងមានមេត្តាដូចមេរៀនមុនដែរចឹងពាក់ព័ន្ធជាមួយនឹងវត្ថុអំណងក្រោយពេលដែលយើងបានសិក្សានៅក្នុងមេរៀននេះសិស្សនិស្សិតអាចកំណត់បាននិយមន័យក្នុងការវិតម្លៃផលបត្តិក្រដាសផលបត្តិ digital គុណសម្បត្តិគុណវិបត្តិនិងអត្ថប្រយោជន៍នៃការប្រើប្រាស់ផលបត្តិនឹងទី2គឺរៀបរាប់ពីចរិតលក្ខណៈផលបត្តិដែលមានប្រសិទ្ធភាពជំហានក្នុងការអនុវត្តនិងសារៈប្រយោជន៍នៃការប្រើប្រាស់ផលបត្តិនឹងទី3គឺកំណត់វេទិកាដែលអាចផ្ទុកផលបត្តិ digital សម្រាប់ការប្រើប្រាស់បង្រៀននិងរៀនតាមមុខវិជ្ជានីមួយៗទី4គឺទម្លាប់ប្រើប្រាស់ផលបត្តិដើម្បីតាមដានពីការរីកចម្រើនរបស់សិស្សចឹងពាក់ព័ន្ធជាមួយនឹងនិយមន័យគឺផលបត្តិនឹងយើងនិយាយអំពីការវិតម្លៃទៅលើបំណងសម្បទាចឹងការវិតម្លៃផលបត្តិនឹងគឺជាមានន័យថាដំណើរការនៃការប្រមូលវិតម្លៃជំហានតាមដំណាក់កាលឬបញ្ចប់ឬជាឯកសារវឌ្ឍនភាពឆ្ពោះទៅរកគោលដៅនៃការសិក្សាចឹងនៅក្នុងនឹងដែរគឺយើងមានផុសតាងនៃការរីកចម្រើនមានប្រាប់ពីការរីកចម្រើនក្នុងការសិក្សារបស់សិស្សមានការប្រមូលកិច្ចការនិងផុសតាងការសិក្សាចរិតលក្ខណៈនៃផលបត្តិការប្រមូលកិច្ចការរបស់សិស្សនឹងត្រូវមានគោលបំណងច្បាស់លាស់ចឹងក្នុងការប្រមូលកិច្ចការនឹងមានគោលបំណងច្បាស់លាស់មានឧទាហរណ៍ថាលំហាត់ដែលយើងដាក់ទៅឲ្យសិស្សធ្វើហ្នឹងគោលបំណងដែលយើងដាក់ឲ្យគាត់ធ្វើហ្នឹងយើងចង់បានអីមកវិញចឹងនៅពេលដែលយើងកំណត់ផលបត្តិហើយនៅពេលដែលយើងធ្វើកិច្ចការហ្នឹងយើងប្រមូលមកគឺយើងអាចកំណត់វាបានចឹងការចូលរួមរបស់សិស្សនៅក្នុងដំណើរការនៃការប្រមូលកិច្ចការហ្នឹងសិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងការឆ្លុះបញ្ចាំងខ្លួនឯងអញ្ចឹងមានន័យថាក្រោយពេលដែលគាត់ធ្វើហើយគ្រូគាត់បកបញ្យល់ទៅវិញថាអ្វីដែលគាត់ធ្វើបានហ្នឹងវាត្រឹមត្រូវតាមអ្វីដែលគាត់ចង់បានអត់អញ្ចឹងនៅពេលដែលសិស្សគាត់ធ្វើបានតាមអ្វីដែលគាត់ចង់បានមានន័យថាការបញ្ចូលទៅក្នុងផលបត្តិហ្នឹងយើងទទួលបានជោគជ័យនៅក្នុងផលបត្តិហ្នឹងពាក់ព័ន្ធជាមួយនឹងគុណសម្បត្តិហើយគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិហ្នឹងអញ្ចឹងនៅក្នុងការប្រើប្រាស់មិនយើងនិយាយថាក្នុងបច្ចេកវិទ្យាឬក្នុងការសិក្សាឬការប្រើប្រាស់កម្មវិធីផ្សេងៗវាតែងតែមានការបែងចែកពីគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងពាក់ព័ន្ធជាមួយនឹងគុណសម្បត្តិនៃការប្រើប្រាស់ផលបត្តិហ្នឹងវាមានដូចជាជំរុញការស្វ័យសិក្សាវិតម្លៃនិងការវិតម្លៃហ្នឹងបែបសហការហ្នឹងវាមិនឧទាហរណ៍នៅពេលដែលយើងវិតម្លៃសិស្សអញ្ចឹងការវិតម្លៃហ្នឹងបែបសហការមានន័យថាការចូលរួមពីសិស្សរវាងសិស្សនិងគ្រូនេះគឺវាមានភាពសកម្មនៅក្នុងការចូលរួមបែបសហការហ្នឹងចឹងនៅពេលដែលសិស្សគាត់ចូលរួមជាមួយនឹងការងារនឹងបានសកម្មទៅមានន័យថាការសហការរបស់គាត់ហ្នឹងគឺល្អច្រើនការងារនេះក៏វារលូនដែរចឹងទី2គឺបង្កើនការលើកទឹកចិត្តសិស្សចឹងពាក់ព័ន្ធជាមួយនឹងការលើកទឹកចិត្តសិស្សនេះគឺជាគំនិតសំខាន់មួយនៅក្នុងការប្រើប្រាស់ផលបត្តិនេះដែរមានន័យថានៅពេលដែលសិស្សទទួលបានការលើកទឹកចិត្តការជំរុញទឹកចិត្តពីគ្រូច្រើនសិស្សគាត់អាចមានកម្លាំងចិត្តក្នុងការបន្តការងារឬគាត់មានកម្លាំងចិត្តនៅក្នុងការធ្វើកិច្ចការនឹងឲ្យបានល្អទី3គឺផ្ដោតលើចំណុចខ្លាំងនិងចំណុចខ្សោយដែលពួកគេអាចធ្វើបានចឹងឧទាហរណ៍បើលំហាត់ដែលយើងដាក់ទៅគាត់ធ្វើហ្នឹងមានន័យថាលំហាត់ហ្នឹងយកអត់តាមបញ្យល់អត់តាមណែនាំឲ្យគាត់ទេប៉ុន្តែដាក់ទៅគាត់អាចធ្វើបានចឹងចំណុចខ្លាំងរបស់គាត់គឺគាត់បានសិក្សាច្រើនគាត់បានហ៊ានច្រើនមុននៅអ្វីដែលយើងបានបរៀនឲ្យនឹងអញ្ចឹងនៅពេលដែលយើងដាក់លំហាត់ទៅយើងគ្រាន់តែសម្គាល់ហើយកំណត់ថាចំណុចណាដែលគាត់អាចធ្វើបានហើយចំណុចណាដែលគាត់មិនទាន់ធ្វើបានយើងអាចកែប្រែឬក៏យើងអាចបន្ថែមនៅចំណុចដែលគាត់ខ្វះខាតនោះបន្ថែមបានជាទី4គឺវាតម្លៃមានលក្ខណៈជាបុគ្គលនិងភាពបត់បែនជានៅក្នុងការវិតម្លៃភាពជាបុគ្គលនេះមានន័យថាក្រោយពេលដែលគាត់ធ្វើលំហាត់ឬក៏ក្រោយពេលដែលគាត់ធ្វើកិច្ចការហើយយើងអាចសង្កេតគាត់ដោយបុគ្គលម្នាក់ឬក៏យើងអាចឲ្យគាត់អនុវត្តលំហាត់នឹងម្ដងទៀតហើយមានភាពបត់បែននឹងមានភាពបត់បែនមិនមានភាពបត់បែននឹងមានន័យថាគាត់អាចបត់បែនទៅតាមស្ថានភាពឬក៏ស្ថានភាពដែលលំហាត់ដែលយើងដាក់ទៅនឹងគឺគាត់មានភាពបត់បែនគាត់អាចច្នៃប្រឌិតគាត់អាចធ្វើតាមវិធីដែលគាត់អាចចេះបានឬគាត់អាចយល់បានអញ្ចឹងនៅក្នុងនោះគឺគាត់អាចច្នៃប្រឌិតឬក៏បាត់បែនទៅតាមកលិសឬក៏តាមពេលវេលាគាត់មានពាក់ព័ន្ធជាមួយនឹងគុណបែនអញ្ចឹងត្រូវការបណ្ដុះបណ្ដាលពីគ្រូពាក់ព័ន្ធមួយការបណ្ដុះបណ្ដាលនេះទីហោលំហាត់ដែលយើងដាក់ទៅនោះសិស្សគាត់អត់ទាន់អាចទទួលចាប់បានអញ្ចឹងពាក់ព័ន្ធមួយលំហាត់ភាគច្រើន
គឺត្រូវការគ្រូគាត់បណ្ដុះបណ្ដាលឲ្យបានសិស្សគាត់អាចអនុវត្តបានពិបាកក្នុងការដាក់បន្ទុកនាំឲ្យមានភាពជឿជាក់ទៀតមានន័យថានៅពេលដែលលំហាត់ដែលយើងដាក់ទៅហ្នឹងមានសិស្សខ្លះគាត់អាចធ្វើបានសិស្សខ្លះគាត់មិនអាចធ្វើបានអញ្ចឹងនៅពេលដែលយើងដាក់លំហាត់កែទៅពេលដែលយើងដាក់បន្ទុកទៅវាអត់សក្រិតមានន័យថានៅពេលដែលបន្ទុកគាត់ទៀបទៅចឹងអ្វីដែលគាត់ធ្វើមកវាហឹងខកចិត្តចឹងការជឿជាក់របស់គាត់ហ្នឹងគឺវាមានកម្រិតទៀបចំណាយពេលច្រើនក្នុងការបង្កើតលក្ខណៈវិនិច្ឆ័យនិងការដាក់បន្ទុកនៃជប់សិស្សចឹងនៅក្នុងការចំណាយពេលយើងជួបសិស្សនៅក្នុងការវិទ្យាល័យម្នាក់គឺឧទាហរណ៍ក្នុងសមត្ថៈ30-40នាក់ចឹងពាក់ព័ន្ធជាមួយនឹងការវិទ្យាល័យហ្នឹងគឺយើងប្រើពេលច្រើនទៅតាមនឹងដែរប្រភេទនៃផលបត្តិយើងមាន4ទាំងអស់វាមាន5ទាំងផលបត្តិ digital មួយទៀតអញ្ចឹងនៅចំណុចគោល4ដែលយើងមានហ្នឹងគឺទី1ផលបត្តិស្នាដៃទី2គឺផលបត្តិសមត្ថភាពទី3ផលបត្តិគម្រោងទី4ហ្នឹងគឺផលបត្តិប្រតិការរីមរានអញ្ចឹងផលបត្តិស្នាដៃហ្នឹងផលបត្តិស្នាដៃមិនឧទាហរណ៍នៅពេលដែលដាក់កិច្ចការឬក៏យើងប្រឡងឬក៏ធ្វើលំហាត់អីមួយដែលយើងឲ្យសិស្សគាត់ធ្វើគាត់សរសេរដាក់លើกระดาษអញ្ចឹងនៅលើกระดาษនៅពេលដែលគាត់សរសេរលើกระดาษហ្នឹងហើយនៅពេលដែលយើងកែបន្ទុកឲ្យគាត់ហើយគឺគាត់មានស្នាដៃឯងអញ្ចឹងនៅក្នុងថ្នាក់រៀនមួយតែងតែមានតុឬក៏សម្រាប់តាំងមួយដាក់អ្វីដែលគាត់អាចធ្វើបានស្នាដៃរបស់គាត់ហ្នឹងគឺដាក់នៅម្ខាងនៃថ្នាក់រៀនអញ្ចឹងនៅពេលដែលសិស្សគាត់ធ្វើបានយើងអាចយកនឹងបិទពីក្រួយហ្នឹងទៅដើម្បីបង្ហាញថានេះគឺជាស្នាដៃរបស់សិស្សអ្វីដែលគាត់អាចធ្វើបាននេះចឹងទៅអញ្ចឹងផលបត្តិសមត្ថភាពចឹងពាក់ព័ន្ធមួយសមត្ថភាពនេះគឺសមត្ថភាពដែលគាត់អាចធ្វើបានឧទាហរណ៍នៅពេលដែលគ្រូដាក់កិច្ចការឬក៏ដាក់លំហាត់អីមួយគាត់អាចធ្វើបានចឹងគាត់មានន័យថាផលបត្តិសមត្ថភាពហ្នឹងគឺជាអ្វីដែលគាត់អាចធ្វើបានឬក៏អ្វីដែលគាត់សម្រេចបាននៅក្នុងកំឡុងពេលសិក្សាឬក៏កំឡុងពេលរៀនហ្នឹងផលបត្តិគម្រោងមានន័យថាឧទាហរណ៍នៅពេលដែលគ្រូដាក់ project មួយឬក៏ដាក់កិច្ចការអីមួយដែលគម្រោងគាត់ស្រាវជ្រាវចឹងគ្រូមានផលបត្តិគម្រោងមួយចឹងពាក់ព័ន្ធមួយគម្រោងនេះគឺគាត់ត្រូវច្រាវជ្រាវឬក៏គាត់ត្រូវការរកទិន្នន័យបន្ថែមសម្រាប់ការធ្វើគម្រោងនឹងបញ្ចប់ឬក៏បន្តធ្វើវារហូតដល់បញ្ចប់គម្រោងនឹងចឹងទី4ពាក់ព័ន្ធជាមួយផលបត្តិប្រតិការរីកចម្រើនចឹងប្រតិការរីកចម្រើននឹងបន្ទាប់ពីយើងមានស្នាដៃយើងមានសមត្ថភាពយើងមានគម្រោងហើយយើងប្រាប់ពីការរីកចម្រើននៃអ្វីដែលយើងធ្វើបានវិញពាក់ព័ន្ធមួយទៀតគឺពាក់ព័ន្ធជាមួយផលបត្តិ digital ចឹងនៅក្នុងការប្រើប្រាស់ digital គឺសម័យឥឡូវយើងទំនើបចឹងអ្វីដែលយើងអាចប្រើបានគឺទម្រង់ fiction យើងប្រើតាម digital ច្រើនហើយយើងចូលដល់ចំណុចថ្មីមួយទៀតគឺពាក់ព័ន្ធមួយសារៈសំខាន់នៃការប្រើប្រាស់ផលបត្តិ digital ចឹងនៅក្នុងហ្នឹងគឺវាមានដូចជាផ្ដល់នៅការរក្សាទុកព័ត៌មានសិស្សអាចបន្ថែមឧទាហរណ៍លើកកម្ពស់ការចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រសង្កត់ធ្ងន់លើបុគ្គលហើយងាយស្រួលក្នុងការប្រើប្រាស់និងបដូរទីតាំងបានមានន័យថានៅពេលដែលយើងប្រើប្រាស់ផលបត្តិ digital ហ្នឹងអ្វីដែលយើងអាចធ្វើបានគឺយើងអាចរក្សាទុកព័ត៌មានបានច្រើនហើយវាអត់ងាយបាត់បង់ទេនៅពេលដែលយើងអាចរក្សាព័ត៌មាននៅក្នុងផលបត្តិនឹងបានច្រើនទៅអ្វីដែលយើងអាចធ្វើបានគឺយើងអាចទៅសិក្សារៀនសូត្របន្ថែមឬក៏យើងអាចទៅសិក្សាបន្ថែមនៅក្នុងនឹងបានដោយឥតគិតថ្លៃហើយយើងអាចផ្លាស់ប្ដូរទីតាំងហើយនឹងវាគឺជាផលបត្តិដែលងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលប្រើប្រាស់ហើយយើងអាចរក្សាទុកទិន្នន័យឬក៏ឯកសារឬក៏ព័ត៌មាននឹងបានច្រើនទៀតយើងចូលមកចំណុចទៀតគឺពាក់ព័ន្ធជំហានក្នុងការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិអញ្ចឹងនៅក្នុងហ្នឹងខ្ញុំមាន9ចំណុចទី1យើងនិយាយអំពីការកំណត់គោលបំណងទី2គឺកំណត់ហេដ្ឋារចនាសម្ព័ន្ធរូបរាងឬក៏ digital ទី3គឺកំណត់ខ្លឹមសារមេរៀនទី4គឺកំណត់ការណែនាំនិងការវិតម្លៃហើយទី5គឺពិនិត្យឡើងវិញទី6គឺការដាក់ខ្លឹមសារទី7គឺការវិតម្លៃឬស្វ័យវិតម្លៃរបស់សិស្សទី8គឺវិតម្លៃរបស់គ្រូនិងផ្ដល់មតិត្រឡប់ទី9គឺកិច្ចប្រជុំរវាងគ្រូនិងសិស្សអញ្ចឹងនៅក្នុងការរៀបចំនិងការអនុវត្តការវិតម្លៃផលបត្តិនេះគឺមានការចូលរួមយ៉ាងសកម្មពីគ្រូនិងសិស្សការកំណត់គោលបំណងឧទាហរណ៍ថានៅក្នុងផលបត្តិដែលយើងធ្វើហ្នឹងយើងកំណត់គោលបំណងថានៅក្នុងផលបត្តិមួយហ្នឹងយើងចង់បានអីគេអញ្ចឹងនៅពេលដែលយើងមានគោលបំណងថាឧទាហរណ៍យើងចង់បានចេះមកអញ្ចឹងយើងមានគោលបំណងហើយយើងត្រូវធ្វើពាក់ព័ន្ធមួយហេដ្ឋារចនាសម្ព័ន្ធអញ្ចឹងឧទាហរណ៍ហេដ្ឋារចនាសម្ព័ន្ធដែលយើងចង់បាននោះវាចង់បានមិនចង់បានរូបរាងមិនចង់បានទំហំមិនចង់បាននេះមិនបន្ទាប់មកយើងកំណត់ខ្លឹមសារឬក៏អ្វីដែលយើងត្រូវធ្វើនៅក្នុងនឹង
ចុះឧទាហរណ៍ថានៅក្នុងខ្លឹមសារហ្នឹងយើងចង់បានដាក់មិនខ្លះចង់បានមេរៀនឬក៏ចង់បានឯកសារខ្លះដែលយើងយកផ្ទុកក្នុងហ្នឹងហើយពាក់ព័ន្ធទី4នោះគឺការកំណត់នៃការវិទ្យាល័យការណែនាំនៃការវិទ្យាល័យចឹងនៅពេលដែលយើងដាក់ខ្លឹមសារហើយយើងចាប់ផ្ដើមវិទ្យាល័យថាខ្លឹមសារដែលយើងដាក់បានហ្នឹងវាត្រឹមត្រូវតាមអ្វីដែលយើងចង់បានអត់ឬក៏វាគ្រប់ជ្រុងជ្រោយឬគ្រប់ខ្លឹមសារហើយនៅហើយពិនិត្យឡើងវិញក្រោយពេលដែលយើងវិទ្យាល័យហើយយើងត្រូវពិនិត្យឡើងវិញហើយយើងដាក់ខ្លឹមសារនៅបន្ថែមតទៅទៀតថាអ្វីដែលយើងដាក់ហ្នឹងវាត្រូវនៅបន្ទាប់មកយើងចាប់ផ្ដើមវិទ្យាល័យរបស់សិស្សនៅអ្វីដែលគាត់អាចធ្វើបានបន្ទាប់មកគ្រូគាត់ក៏ផ្ដើមទៅត្រឡប់ទៅវិញថាឥឡូវគាត់ខ្វះខាតចំណុចណាគាត់ធ្វើបានល្អចំណុចណាបន្ទាប់មកមានការប្រជុំរវាងគ្រូហើយសិស្សបានន័យថានៅពេលដែលយើងប្រជុំគឺយើងគ្រូគាត់ណែនាំបន្ថែមទៅសិស្សថាចំណុចណាដែលគាត់ខ្វះខាតចំណុចណាដែលគាត់ត្រូវការកែលម្អចឹងនៅក្នុងការធ្វើការសិក្សាការវិតម្លៃផលបត្តិនេះគឺវាមានគុណសម្បត្តិច្រើនជាងគុណសម្បត្តិនៅក្នុងការសិក្សាមេរៀនមួយនេះចាអ្វីដែលខ្ញុំអាចទទួលបានក្រោយពេលដែលខ្ញុំបានសិក្សាមេរៀននេះគឺខ្ញុំអាចស្វែងយល់ពាក់ព័ន្ធជាមួយនឹងការវិតម្លៃផលបត្តិនឹងបានច្រើនជាងមុនចាខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូ